សួស្តីបងប្អូននេះត្រីស្រែបងប្អូនកំពឹសក៏កំពឹសស្រែណាបងប្អូនតែ5000រៀលទេណាបងប្អូននេះប៉ានេះ5000រៀលទាំងកំពឹសទាំងអីណាបងប្អូននេះមួយច្រើនណាបងប្អូនអើយចិត្ត1គីឡូក្រាមបងប្អូនហ្នឹងហើយតាមស្រុកស្រែធូរថ្លៃចឹងណាបងប្អូនហើយបងប្អូនគិតស្លឲ្យឆ្ងាញ់បងប្អូននេះខ្ញុំថារកស្លម្ជូរបងប្អូនតើបងប្អូនចង់ស្លឲ្យដែរបងប្អូនស្លឲ្យឆ្ងាញ់បងប្អូនអើយជួយប្រាប់ផងណាបងប្អូននេះស្រស់សោះល្អមែនតើបងប្អូនមើលនេះត្រីចង្វាមូលបងប្អូនអរគុណបងប្អូនបងសម្លម្ជូរខ្ញុំឆ្អិនរួចរាល់បងប្អូនខ្ញុំសួរបងប្អូនព្រឹកមិញថាត្រីចង្វាហើយកំពឹសស្លអីបងប្អូនហើយខ្ញុំស្លម្ជូរល្ហុងមកទៅបងប្អូនហ្នឹងហើយត្រីអស់5000ល្ហុងអត់អស់លុយទេណាបងប្អូនល្ហុងបេះដើមខ្លួនឯងហ្នឹងបងប្អូនហើយបងម្រះព្រឹងក៏ដើមខ្លួនឯងហ្នឹងបងប្អូនហ្នឹងហើយសុទ្ធតែធម្មជាតិបងប្អូនអើយហ្នឹងហើយតាមស្រុកស្រែចំការបានសម្លចេះឆ្ងាញ់ណាស់បងប្អូនតើបងប្អូនបានហូបអីដែរបងប្អូនអើយមុខហើយជួយឆ្ងាញ់គ្រប់មុខណាបងប្អូនអូនត្រីទិញ5000ឥឡូវបានទាំងជៀនទេណាបងប្អូនបានទាំងពីរមុខបងប្អូនអើយសម្លម្ជូរឡងហើយបានតែមួយជៀនទៀតបងប្អូនម្នាក់ជៀនទៅឆ្ងាញ់បងប្អូនឈ្ងុយហើយស្រួយឆ្ងាញ់ណាបងប្អូនហ្នឹងហើយប្រឡាក់ដាក់អំបិលស្ករពីចេញតិចទៅបងប្អូនឆ្ងាញ់ហ្មងបងប្អូនអើយនេះហូបបាយថ្ងៃត្រង់បងប្អូនមកបាយជុំខ្ញុំដល់ហ្នឹងពិតជាឆ្ងាញ់ខ្លាំងណាស់បងប្អូនត្រីចៀនស្រួយបងប្អូនហើយបន្ទាប់ជាមួយជ្រូកឆៃថាវបងប្អូនអើយជាតិសែនជាតិណាស់បងប្អូននេះជ្រូកឆៃថាវមើលតិចតួចបងប្អូនប៉ុន្តែឆ្ងាញ់ណាស់បងប្អូនហ្នឹងហើយទិញមកពីខេត្តកំពង់ចាមបងប្អូនឆ្ងាញ់ណាស់បងប្អូនជ្រូកខេត្តកំពង់ចាមយើងណាបងប្អូនឆ្ងាញ់មែនតើហើយជ្រូកសណ្តែកនេះគេធ្វើនៅនឹងណាបងប្អូនពិតជាមានរសជាតិឆ្ងាញ់ដូចគ្នាណាបងប្អូនជ្រូកសណ្តែកនេះលាយមមាញបងប្អូនដើមមមាញមួយទេណាបងប្អូនប៉ុន្តែខ្ញុំចូលចិត្តជ្រូកមមាញបងប្អូនជ្រូកមមាញឆ្ងាញ់ណាស់បងប្អូនជ្រូកជាមួយត្រីអាំងជាមួយត្រីចៀនចឹងទៅបងប្អូនហើយមួយមុខទៀតគឺជាសាច់ជ្រូកចៀនបងប្អូនសាច់ជ្រូកចៀនក៏ឆ្ងាញ់ដែរណាបងប្អូនហ្នឹងហើយប្រឡាក់ខ្លួនឯងមានរសជាតិឈ្ងុយឆ្ងាញ់បងប្អូនតើថ្ងៃនេះបងប្អូនបានហូបអីដែរបងប្អូនបាទអត់ទាន់ហូបបាយទេអាចហូបបាយជាមួយខ្ញុំបានណាបងប្អូនថ្ងៃនេះណាបងប្អូនមកហូបរឿងច្រើនមុខទេហើយបងប្អូនសុទ្ធតែមកហូបដែលចូលចិត្តហ្នឹងបងប្អូនហើយហូបបាយបានច្រើនទៀតណាបងប្អូនតាមសុខស្រាយយើងហ្នឹងបងប្អូនបានត្រីអាំងត្រីចៀនត្រីបំពងឆ្ងាញ់ណាស់បងប្អូនអើយពេលថ្ងៃឡើងណាបងប្អូនក្រៀមក្រោះជាងបាយច្រើនណាស់បងប្អូនអើយហើយត្រីទន្លេស្រស់បងប្អូនអត់សូវបានហូបទេណាបងប្អូននឹងដល់ទិញយកមកពីឆ្ងាយដូចជាខេត្តស្ទឹងត្រែងខេត្តកំពង់ចាមខេត្តកំពង់ធំចឹងទៅបងប្អូនសម្បូរត្រីណាបងប្អូនចំពោះខេត្តព្រះវិហារសូវសម្បូរទេបងប្អូនអើយព្រោះតែខេត្តព្រះវិហារមានទន្លេណាបងប្អូនបាយសអង្គស្រូវថ្មីបងប្អូនជាមួយសាច់ជ្រូកចៀនបងប្អូនអើយឆ្ងាញ់សែនឆ្ងាញ់បងប្អូនមើលបងប្អូននឹងករមើសបងប្អូនហ្នឹងឯងករមើសដាក់បាយឆ្ងាញ់ណាស់បងប្អូនអត់សូវក្អោបមិនប៉ុន្តែបាយនឹងឆ្ងាញ់មកបងប្អូនអើយតើបងប្អូនស្គាល់ករមើសហើយបងប្អូនខ្ញុំទៅតែស្គាល់ទេបងប្អូនហៅករមើសខ្ញុំហៅករមើសដែរទៅណាបងប្អូនឆ្ងាញ់ជាងរំដួលឆ្ងាញ់ជាងកាមលីទេបងប្អូនអើយប៉ុន្តែមាត់ខ្ញុំទេណាបងប្អូនខ្លាចតែមាត់បងប្អូនចូលចិត្តកកាមលីកការរំដួលបងប្អូនប៉ុន្តែខ្ញុំចូលចិត្តករមើសបងប្អូនកករមើសដាក់បាយឆ្ងាញ់មែនបងប្អូនហើយវីដេអូខ្ញុំក៏គ្មានអ្វីច្រើនណាស់បងប្អូនមានតែប៉ុណ្្នឹងឯងខ្ញុំបាទសូមអរគុណច្រើនបងប្អូនដែលតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមមករហូតមកដល់ចប់ពេលខ្ញុំបញ្ចូលសំឡេងទៅមានកន្លែងណាខុសឆ្គងក៏បីសំគួរសូមខន្តីបិទទោសណាបងប្អូនសូមបងប្អូនជួយតាមដានវីដេអូក្រោយៗទៀតណាបងប្អូនខ្ញុំបាទសូមអរគុណច្រើនសូមជម្រាបលា